ឥឡូវនេះការព្រៀនប្រដៅកូនគឺតាមកញ្ចក់ទូរទស្សន៍តាម YouTube តាមបណ្ដាញ Facebook ឬមួយក៏តាមបណ្ដាញផ្សេងៗទាំងអស់ហើយដូច្នេះហើយទំនាក់ទំនងពិតប្រាកដគឺមិនមានទេខ្ញុំចង់ស្នើឲ្យបងប្អូនបាទត្រឡប់មកធាតុដើមការនិយាយជាមួយកូនអង្គុយនិយាយគ្នាឬមួយក៏ទុកចុះនៅឧបករណ៍ផ្សេងមួយរយៈសិននៅពេលណាដែលយើងញ៉ាំបាយជាមួយគ្នានៅពេលណាដែលយើងអង្គុយលេងនិយាយជាមួយគ្នាបាទជួនកាលយើងដឹងហើយថានៅក្នុងតុបាយតែមួយយើងដឹងកូន5គឺមានឧបករណ៍ទាំង5ម្នាក់មិនអាចនិយាយគ្នាទេគឺអង្គុយភ្នែកជក់ទៅលើកញ្ចក់ទាំងឡាយដែលមាននៅនឹងដៃបាទនេះបើសិនជាបងប្អូនអាចកាត់ផ្ដាច់បានសូមកាត់ផ្ដាច់ឬមួយក៏តម្លើងអាយុឧទាហរណ៍ថាទាល់តែអាយុ15ឆ្នាំទើបអាចមានទូរស័ព្ទឬមួយក៏អាយុ16ឆ្នាំទើបអាចមានទូរស័ព្ទដៃអញ្ចឹងទៅបើមិនដូច្នោះទេបាទមនោសញ្ចេតនារវាងមនុស្សនិងមនុស្សគឺមិនសូវមានទេព្រោះអត់មានឪពុកម្ដាយបង្រៀនពួកគេមនោសញ្ចេតនារវាងអ្នកជិតខាងគឺអត់ស្គាល់គ្នាទេព្រោះឪពុកម្ដាយមិនបានបញ្ជូនកូនទៅឲ្យស្គាល់បាទអ្នកជិតខាងឬមួយក៏ណែនាំឲ្យកូនស្គាល់អ្នកជិតខាងមនោសញ្ចេតនាជាមួយលោកគ្រូអ្នកគ្រូក៏មិនសូវស្គាល់ដែរព្រោះថាយើងរៀនពីផ្ទះតាមរយៈកញ្ចក់ទូរទស្សន៍ឬមួយក៏កញ្ចក់នៅឧបករណ៍ផ្សេងៗដែលមាននៅនឹងដៃដូច្នេះហើយបើសិនជាលោកយាយលោកតាឆ្លៀតឱកាសនិយាយលេងប្រឡែងលេងជាមួយកូនណែនាំឲ្យលេងនៅខាងក្រៅឬមួយក៏និយាយគ្នាគឺជាការល្អដែរឧទាហរណ៍យើងដឹងហើយថាមានពេលខ្លះឪពុកម្ដាយនាំកូននាំចៅទៅញ៉ាំនៅហាងក៏ប៉ុន្តែពេលទៅដល់ហាងចាប់មិនឈ្នះទេបាទពេលណាចង់ឲ្យញ៉ាំគឺទៅធាក់ដៃទៅធាក់ជើងឬមួយក៏ស្រែកឡូឡានៅក្នុងហាងរបស់គេនៅពេលនោះម្នាក់ដែលគេអង្គុយញ៉ាំឃើញថាគេក្រឡេកមើលទោះបីគេមិននិយាយក៏ដោយគេចង់ដឹងណាហេតុម៉េចបានជាធ្វើឲ្យកូនដល់កម្រិតហ្នឹងហេតុម៉េចបានបណ្ដាលឲ្យកូនបាទធ្វើអីស្រេចតែនឹងចិត្តបាទដូច្នេះហើយសូមមេត្តាបងប្អូនជួយការពារជួយថែរក្សានៅទំនាក់ទំនងរវាងមាតាបិតារវាងកូននិងលោកយាយលោកតាកូននិងសហគមន៍កូនចៅនិងជាមួយនឹងញាតិមិត្តជិតខាងនេះគឺជាការល្អទេបើសិនជាយើងមានទំនាក់ទំនងមិនមែនថាមានកូនហើយយើងមិនចង់ព្រៀនប្រដៅកូនគឺឲ្យតែទូរស័ព្ទដៃមួយតកូនលេងគឺចប់មិនមែនដូច្នោះទេយើងត្រូវការមានទំនាក់ទំនងមនោសញ្ចេតនាឬមួយក៏អារម្មណ៍ដែលកូនទាំងឡាយត្រូវមានកូនយើងមិនមែនកុំព្យូទ័រទេកូនយើងមិនមែនទូរស័ព្ទទេកូនយើងគឺជាមនុស្សដែលមានការភ័យខ្លាចការទូញសោកការសើចសប្បាយការញញឹមញញែមជាមួយអ្នកដទៃឬមួយក៏ទំនាក់ទំនងជាមួយនឹងអ្នកជិតខាងមិនមែនមានន័យថាកាលណាកូនយំច្រើនហុចទូរស័ព្ទឬមួយក៏កូនយំហុច iPad ពេលកូនយំបើកទូរទស្សន៍ឲ្យមើលព្រោះថាយើងមិនដឹងព្រៀនប្រដៅកូនយ៉ាងម៉េចយើងមិនដឹងធ្វើយ៉ាងម៉េចឲ្យកូនឈប់យំហើយយើងក៏មិនដឹងធ្វើយ៉ាងម៉េចទៅមុខទៀតដែរនៅពេលណាដែលកូនធំឡើងពេលវាទទួលអ្វីមួយមិនបានដូច្នេះហើយនឹងធ្វើទុកបុកម្នេញទៅដល់មាតាបិតាទោះថាតើពេលនោះគូមីងបងប្អូនឬមួយក៏ក្មួយធ្វើយ៉ាងម៉េច